តោះមិនមានតិចបងប្អូនថ្ងៃនេះដើរក្បាលមកឃើញរបស់ពិតមួយទៀតហើយចេះអត់មានអ្នកណាគេដើរមកឃើញតន់ផ្លែនៅទៀតផងខំអីអត់សល់បានហិតទេហាផ្លែទុំដើមចេះក្អូបឈ្ងុយម្លេះបងប្អូនហើយពេលហ្នឹងគ្រាន់តែបេះបានភ្លាមមានអារម្មណ៍ថាចង់ញ៉ាំផ្លេតហ្មងបេះបានហើយអត់ញ៉ៃញ៉ៃច្រើនទេគ្រាន់តែកាត់ក្បាលហើយលាងទឹកឲ្យស្អាតខំយកអញ្ចឹងហ្មងនិយាយពីជាតិនោះជាតិបើនិយាយពីតាំងពីមកដល់ខ្មែរភ្លាមឬស្វាយញ៉ាំសឹងតែមិនលុះថ្ងៃហើយមកផ្លែគេផងផ្លែនេះផ្លែឡើងទុនមេឃអញ្ចឹងហ្មងឡើងគួយខ្នាញ់បើផ្លែម៉ាក់នេះវិញផ្លែធំនោះឲ្យតែដើរមកឃើញពេលណាចង់តែកាន់ពេលហ្នឹងនេះផ្លែនេះអត់តន់អស់ធំទេនៅធំទៀតបើសួរថាម៉ាពីខូបតាំងពីមកអបសុកទេអត់អបសុកទេមិនបានទៅណាក៏ដើរឆ្វែលមើលតែផ្លែស្វាយក៏មានក្តីសុខណាស់ដែរគិតមើលដើរឆ្វែលមើលស្វាយតាំងពីស្វាយនៅក្តាប់រហូតដល់ស្វាយទុំហើយស្វាយទុំមួយអញ្ចឹងមានអ្នកណាគេមកតន់ទេមកពីខូបទៅបេះបានហើយអត់មានតាណាឆ្ងាយទៀតជួនកាលបេះបានហើយសងំទៅនៅក្រោមដើមនឹងមកឆ្អែតហើយមកទៅផ្ទះវិញហើយមកពូជស្វាយនេះបងប្អូននិយាយពីស្រួយគ្រាន់តែត្រូវមុខក្បិតតិចតិចគឺថាប្រេះប្រោកចឹងហ្មងថាញ៉ាំរាល់ថ្ងៃហើយមិនធុញឥឡូវពងឲ្យបញ្ចូលសលេងឃើញចេះស្រាវទឹកមាត់ទៀត